Hello អ្នកនរគ្នាវីដេអូនេះបន្តពីវីដេអូថ្ងៃមុនខ្ញុំទទួលពូម៉ាក់ខ្ញុំហើយថ្ងៃទី2នេះគឺខ្ញុំនាំពួកគាត់ទៅប្រឡង HSK ពូម៉ាក់ខ្ញុំមាន2នាក់ប្រឡង HSK 4មួយប្រឡង HSK 5មួយអញ្ចឹងពួកខ្ញុំខ្ជិលជិះត្រេនដើម្បីកុំឲ្យយូរក៏ពួកខ្ញុំជិះហៅឡានមកទៅឲ្យវាលឿនបន្តិចដើម្បីកុំឲ្យពួកគាត់ទៅលេតព្រោះអីកន្លែងនេះដូចនៅខាងស្ដាំដៃហ្នឹងគឺហាក់កន្លែងត្រេនហ្នឹងហ្មងក្រោយគេចេញមកគឺមកដល់សាលាហ្មងតែពួកខ្ញុំជិះឡានអញ្ចឹងទៅក៏ចុះនៅកន្លែងហ្នឹងដូចគ្នាទេហើយពេលដែលដើរចូលទៅគឺគេឲ្យពួកខ្ញុំចូលទៅដែរគ្រាន់តែថាគេក៏ឲ្យពួកខ្ញុំចូលទៅកន្លែងដែលគេពងប្រឡងហ្នឹងឯងអញ្ចឹងពួកខ្ញុំឲ្យអ្នកប្រឡងចូលហើយក៏ពួកខ្ញុំនាំគ្នាដើរលេងនៅក្នុងសាលាហ្នឹងមើលដើម្បីពួកឯងយូរចូលសាលាគេម្ដងអត់អាចសុកចូលសាលាបានទេសាលាដែលពួកខ្ញុំមកប្រឡងហ្នឹងគឺគួងស៊ីមីនជូតាជ្រាដែលគេហៅថាគួងស៊ីមីនជូ University អញ្ចឹងពេលផឹកគឺគេប្រឡង ASK 4ហើយគ្នាខ្ញុំដែលនៅចិត្តខ្ញុំហ្នឹងគឺក៏ប្រឡង ASK 5គាត់ប្រឡងពេលថ្ងៃពួកខ្ញុំដើរមើលក្នុងសាលាដើរមើលកន្លែងថាគេមានអីគេខ្លះអីចឹងទៅហើយកន្លែងនេះគឺធូស៊ូគួនគឺកន្លែងបណ្ណាល័យគេនឹងឯងគឺធំមែនតើហើយអាគារនៅក្នុងនេះរៀងចាស់បន្តិចដូចយើងចូលទៅរៀង vibe ឲ្យ1900ជាងអីចឹងណាហើយក៏គេមានកន្លែងកាហ្វេកន្លែងម៉ាតអីលក់ដែរហើយនៅកន្លែងពកខៀវខាងស្ដាំហ្នឹងគឺកន្លែងគេលេងកីឡាហើយផ្លូវគេគឺមានដើមឈើចឹងរហូតហើយក៏គេមានទន្លេអាហ្នឹងដូចទន្លេដូចបឹងមិនទេស្អាតមែនតើឡើងធំនិយាយទៅឡើង fresh មកកន្លែងហ្នឹងហើយពេលដែលខ្ញុំពងថតហ្នឹងចាំពេលអ៊ីគាត់ពងតាដូចរើសយកស្លឹកឈើចេញពីក្នុងទឹកហ្នឹងគាត់ដូចគាត់ពាត់ទៅគាត់យករើសតែម្ដងអញ្ចឹងទៅហើយទឹកគេឡើងថ្លាពណ៌បៃតងឆ្វង់ចឹងហ្មងស្អាតហើយក៏គេមានតងានមានអីក្នុងហ្នឹងដែរឃើញពីក្បាលនៅក្នុងហ្នឹងឯងហើយពួកខ្ញុំដើរលេងបន្តទៀតទៅបានពួកខ្ញុំទៅរកអីញ៉ាំនៅចុងសាលាដែលគេមាន KFC ពួកខ្ញុំទៅរកញ៉ាំនៅនឹងតិចហើយបានខ្ចប់យកឲ្យពូម៉ាក់ខ្ញុំដែលពងប្រឡងនៅរិសាក៏អត់មានបានញ៉ាំអីដែរហើយនេះគឺដមគេដមហ្នឹងខ្ញុំមិនដឹងថាជាដម international ឬក៏អីដែរពួកអីខ្ញុំអត់និយាយទៅអត់ស្គាល់ភូមិសាស្ត្រនៅក្នុងសាលាហ្នឹងទេគ្រាន់តែថានៅក្នុងសាលានេះគឺខ្ញុំសង្កេតឃើញសិស្សគាត់ភាគច្រើនគឺគាត់មានកង់ម្នាក់មួយគាត់ជិះទៅរៀនជិះទៅណាអីគ្រប់កន្លែងអញ្ចឹងណាហើយកន្លែងនេះគឺកង់ទីនគេពួកខ្ញុំចូលមកមើលផ្លែតែពេលហ្នឹងឃើញបើកអត់តន់អស់ទេអញ្ចឹងពួកខ្ញុំក៏ចេញមកក្រៅហើយកន្លែងនេះគឺកន្លែងហែទឹកប៉ុន្តែខ្ញុំមិនដឹងថាគេបើកអត់ដែរបន្ទាប់ហើយកន្លែងនេះគឺជាកន្លែងអាគារដែលគេប្រឡង HSK នឹងឯងពេលនាំទៅនោះគឺមានគ្នា4នាក់ខ្ញុំអ្នកនាំទៅ2នាក់ហើយគេអ្នកប្រឡង2នាក់អញ្ចឹងក្រោយពីគ្នាខ្ញុំប្រឡងពេលថ្ងៃអីហើយខ្ញុំ2នាក់ហ្នឹងគឺថានៅក្នុងសាលាហ្នឹងកំដរមួយថ្ងៃពេញហ្មងអញ្ចឹងបន្ទាប់ពីប្រឡងអីចប់អស់មួយថ្ងៃវល់ល្ងាចហ្នឹងពួកខ្ញុំក៏នោះគ្នាចេញទៅវិញដើម្បីហៅឡានទៅសាលារបស់ខ្ញុំផ្ទាល់ឲ្យពួកគាត់ទៅមើលសាលាពួកខ្ញុំឲ្យទៅរកអីញ៉ាំនៅម្ដុំនឹងផងអញ្ចឹងមុនទៅវិញហ្នឹងពួកខ្ញុំឆ្លៀតទៅយកវ៉ាលីនៅកន្លែងហូតែលយើងផ្ញើគេសិនអញ្ចឹងពេលទៅយកហើយបានពួកខ្ញុំត្រឡប់ទៅសាលាបន្តហើយឡានគេហ្នឹងនិយាយទៅឡើងតលាយហ្មងឡាននេះនិយាយទៅនៅចិនគឺហៅឡានតាក់ស៊ីណាប៉ុន្តែនិយាយថាលយហ្មងឡានខ្លះចេញមកឡើងថា rich kid vibe ហើយពេលចេញទៅហ្នឹងក៏រៀងភ្លៀងឡឹមដែរតែពេលខ្ញុំដល់សាលាក៏បាត់ទៅ See you next video guys